សួស្តីបងបងថ្ងៃហ្នឹងយើងនឹងមកដឹងពីចំណុចពិសេសមួយខ្លាំងមែនតើដែលអ្នកវិនិយោគជាច្រើនតែងតែធ្វើឲ្យមានកំហុសនៅពេលដែលបងបងចាប់ផ្ដើមវិនិយោគលើកដំបូងទី1គឺបងបងទិញដោយមិនបានត្រួតពិនិត្យទៅលើតម្លៃនៃការជួលអញ្ចឹងសម្រាប់បងបងដែលគាត់ទិញ condo ដែលអត់បានគិតពីតម្លៃនៃការជួលត្រឡប់មកវិញវាអាចជាកំហុសមួយដែលបងបងបង្កើតឡើងនៅការដែលទិញលើកដំបូងទី2បងបងរំពឹងទុកទៅលើប្រាក់ឈ្នួលលើសពីការដែលអាចទទួលមកបានទី3ចំណុចនេះគឺបងបងអត់អាលពើទៅក្នុងការថ្លៃថែទាំរបស់ condo អាចនិយាយបានថាជា management fee ឬក៏ពាក់ព័ន្ធទៅលើ incident អីផ្សេងៗទី4ចំណុចនេះសំខាន់ខ្លាំងមែនតើគឺបងបងអត់យល់អំពីច្បាប់របស់អចលនទ្រព្យនៅក្នុងស្រុករបស់យើងនេះគឺជាមូលហេតុដែលបងបងអាចទិញខុសផងដែរទី5នេះគឺមានបងបងជាច្រើនដែលគាត់តែងតែផ្ដោតទៅលើតែតម្លៃតែបងបងអត់គិតទៅលើទីតាំងនេះជាមូលហេតុដែលធ្វើឲ្យបងបងទិញអចលនទ្រព្យខុសហេតុនេះហើយបានជាយើងមានជាក្រុមប្រឹក្សាក្នុងវិស័យអចលនទ្រព្យនិងក្រុមមេធាវីដែលគាត់ដឹងច្បាស់អំពីផ្លូវច្បាប់អញ្ចឹងបងបងអាចទំនាក់ទំនងមកកាន់ពួកយើងបាននៅក្នុង account ខាងក្រោមនេះ